របៀបចៀនត្រីឬក៏សាច់កុំឲ្យជាប់ខ្ទះទី1យើងដាក់ឆ្នាំងខ្ទះនៅលើចង្ក្រានទៅមកឲ្យវាឡើងក្តៅឡើងក្រហមរួចមកយើងចាក់ខ្លាញ់អញ្ចឹងមកហើយយើងរងចាំខ្លាញ់ហ្នឹងវាក្តៅពេញទំហឹងមកហើយចាំយើងដាក់សាច់ចូលអញ្ចឹងបន្តិចទៀតវាលឺសូរគូមានន័យថាវាក្តៅពេញទីដល់ពេលវាក្តៅពេញទីយើងដាក់វាអញ្ចឹងមកលឺសូរជ្រៀកបាទអញ្ចឹងយើងអាចដាក់ត្រីបានហើយត្រីឬក៏ដាក់សាច់ចូលបានហើយនេះដាក់ចូលមកបាទពេលវាលឺសំឡេង